សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ជម្រៅចិត្តតើអ្នកទាំងអស់គ្នាធ្លាប់ស្ដាប់បទចម្រៀងមនោសញ្ចេតនាដ៏ល្បីល្បាញមួយបទនេះទេដងសុនទូចអូនអង្គុយស្ទូចវងត្រីបទផ្ញើសារបេះដូងច្រៀងដោយលោកខេមរៈសេរីមុនមិនមែនគ្រាន់តែជាបទចម្រៀងប៉ុណ្ណោះទេតែវាជាគំនាបស្នេហាពោពេញទៅដោយមនោសញ្ចេតនាបរិសុទ្ធដែលលាក់បាំងនៅទស្សនៈជាច្រើនបងគុណលួចគួចរំពៃសំរងចរណៃស្រងស្រទុនថ្ងៃនេះយើងនឹងជីកកកាយអត្តន័យស៊ីជម្រៅពីបទចម្រៀងនេះទាំងអស់គ្នាបទនេះបានចេញផ្សាយនៅក្នុងឆ្នាំ2010នៅពេលដែលលោកខេមរៈស្រីមុននៅក្នុងផលិតកម្ម Sunday ចំណុចពិសេសគឺបទនេះជាប្រភេទមនោសញ្ចេតនាបែបជនបទដែលរៀបរាប់ពីស្នេហាផ្អែកលើការស្មោះត្រង់មិនមែនទ្រព្យសម្បត្តិបងខ្វៀលក្របីសំណាងជួបថ្លៃស្រីមានមុនឲ្យបេះដូងអារម្មណ៍ធីងធងជួបស្នេហ៍ដំបងញ័រសពកាយដូចភ្លៀងជន់លិចស្រែលិចភូមិមុំអើយសូរងំហ៊ីងយំឆ្លងឆ្លើយសន្ទូងដងហើយភ្លៀងប្រណីបទនេះបង្ហាញពីភាពខ្មាស់អៀនរបស់បុរសម្នាក់ដែលលួចស្រឡាញ់នារីម្នាក់តែមិនហ៊ាននិយាយដោយផ្ទាល់ដោយសារតែភាពអៀនខ្មាស់នេះហើយទើបជំរុញឲ្យមានគំនិតចេញជាផ្ញើសារបេះដូងសូមក្រឡេកមកមើលឃ្លាដ៏ពិរោះមួយនេះក្លិនផ្កាស្រុកស្រែដូចមាសមេសែនប្រពៃដងពីភក់តែឈ្មោះថ្លាថ្លៃរឹកពីចរណៃដូចស្រីស៊ូគីនេះគឺជាការប្រៀបធៀបដ៏ស៊ីជម្រៅពាក្យថាផ្កាស្រុកស្រែនិងដុះពីភក់គឺតំណាងឲ្យនាងជាកូនអ្នកស្រែចម្ការមានជីវភាពសាមញ្ញប៉ុន្តែឈ្មោះថ្លាថ្លៃនិងដូចស្រីស៊ូគាបានលើកដំកើងថានាងមានចរិតថ្លៃថ្នូរមិនចេះឆ្មើងឆ្មៃមិនប្រកាន់វណ្ណៈវាមិនមែនជាការសំដៅលើរូបសម្រស់ខាងក្រៅសុទ្ធសាធទេតែជាសម្រស់នៃទឹកចិត្តនិងឫកពាដែលតាក់ទាញបេះដូងបុរសម្នាក់នោះដោយសារតែអៀនខ្មាស់បុរសម្នាក់នោះត្រូវតែរកអ្នកនាំសារក្នុងនោះយើងសង្កេតឃើញថាមានឃ្លាដូចជាពឹងព្រះពីនិយាយសាសងនិងឃ្លាសាបេះដូងផ្ញើតាមក្តាមខ្យងឆ្លងទៅនេះគឺពិតជាប្លែកព្រះពាយនិងក្តាមខ្យងគឺជាតួអង្គកំប្លែងបែបធម្មជាតិដែលតំណាងឲ្យភាពអស់សង្ឃឹមរបស់គាត់ព្រោះមិនដឹងថារកអ្នកណាឲ្យជួយប្រាប់ពីជម្រៅដួងចិត្តរបស់គាត់បានវាក៏បញ្ជាក់ថាស្នេហានេះមានតែធម្មជាតិនឹងរូបគាត់ប៉ុណ្ណោះដែលបានដឹងអូនអើយសូមឆ្លើយនឹងប្រុសម្នាក់នេះដែលលួចស្នេហ៍ពៅឈវីពឹងព្រះពីនិយាយសាសងថាចិត្តរៀមពិតស្នេហ៍ពេញបេះដូងប្រាប់ស្រីយល់ផងដឹងទេនួនអងបងលួចស្នេហ៍សាបេះដូងផ្ញើតាមក្តាមខ្យងឆ្លងទៅសូមបើកទ្វារបេះដូងពើស្នេហ៍ប្រុងខ្លៅជ្រៅណាំងស្ងួនមែនបងស្មោះពិតគ្មានចិត្តនឹងក្បត់នឹមនួនការផ្ញើសារបែបនេះគឺជានិមិត្តរូបនៃការប្រថុយប្រឋាននិងក្តីសង្ឃឹមដ៏ផុយស្រួយនៅក្នុងចិត្តចំណុចដែលធ្វើឲ្យបទនេះនៅតែមានលក្ខណៈពិសេសគឺការអះអាងពីតម្លៃនៃស្នេហាពិតគាត់និយាយថាក្រមែនពិតតែចិត្តខ្លួនត្រូវត្រង់ក្បួននួនស្នេហ៍មិនខុសនេះជាសារមួយចាក់ដោតខ្លាំងណាស់គាត់ដឹងខ្លួនថាក្រតែគាត់ហ៊ានធានាថាបេះដូងរបស់គាត់ស្មោះត្រង់នេះជាការលើកកម្ពស់តម្លៃនៃបេះដូងឲ្យខ្ពស់ជាងលុយកាក់វាជាការប្រឆាំងនឹងផ្នត់គំនិតដែលថាមនុស្សក្រមិនអាចមានស្នេហ៍ស្មោះសរុបមកផ្ញើសារបេះដូងគឺជារឿងរ៉ាវស្នេហាជនបទដែលមានភាពបរិសុទ្ធភាពអៀនខ្មាស់និងភាពស្មោះត្រង់ឥតលក្ខខណ្ឌនេះហើយជាមូលហេតុដែលបទនេះនៅតែជាបទចម្រៀងពិរោះរណ្ដំនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកស្ដាប់
វារំលឹកយើងថាស្នេហាពិតមិនទាមទារភាពហឺហាទេគឺទាមទារតែភាពស្មោះត្រង់ប៉ុណ្ណោះតែអ្នកយល់យ៉ាងណាដែរចំពោះបទចម្រៀងមួយនេះតើអ្នកទាំងអស់គ្នាចូលចិត្តឃ្លាណាជាងគេនៅក្នុងបទនេះសូមខមមិននៅខាងក្រោមប្រាប់ខ្ញុំផងហើយកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានការវិភាគបទចម្រៀងខ្មែរល្បីៗផ្សេងទៀតសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ខ្ញុំក៏សូមអភ័យទោសបើសិនជាមានកំហុសឆ្គងត្រង់ណាដោយអចេតនាជួបគ្នានៅវីដេអូបន្ទាប់